តើប្រភេទមនុស្សស្រីបែបណាដែលធ្វើឲ្យមនុស្សប្រុសមើលហើយគឺគាត់ស្រឡាញ់ហើយគាត់ចូលចិត្ត hate deeply inside តែម្ដងណាតើធ្វើមិនវិញមនុស្សស្រីខ្លះគាត់តែងតែយល់ច្រឡំថាចេះឲ្យតែគាត់សាច់សស្អាតគឺមានភាពតាក់ទាញហើយអូខេអានេះខ្ញុំទទួលស្គាល់វាជាមួយចំណុចប៉ុន្តែចំណុចធំមិនមែនទៅលើអារឿងហ្នឹងទេភាពស្រស់ស្អាតសាមញ្ញក៏ដោយប៉ុន្តែស្នាមញញឹមមួយដែលរស់រាយរាក់ទាក់ពោពេញដោយភាពទន់ភ្លន់ហើយនឹងក្តីអាណិតអាសូរមនុស្សស្រីទោះបីជាអ្នកឯងខ្លាំងប៉ុណ្ណាចំណេះដឹងខ្ពស់ប៉ុណ្ណាក៏ដោយតែពេលក៏អឺតពេកអត់សូវចេះរស់រាយរាក់ទាក់គឺអត់សូវមានភាពតាក់ទាញទេមិនមែនតាក់ទាញតែមិនតែជនជាតិបរទេសឬក៏ខ្មែរមនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរនៅពេលដែលគាត់ប្រកែកញញឹមរស់រាយរាក់ទាក់ទន់ភ្លន់ណាជាធម្មតាគឺតាក់ទាញទៅមនុស្សប្រុសខ្លាំងណាស់រូបសម្បត្តិគាត់សាមញ្ញគាត់អាចឈ្នះមនុស្សស្រីដែលស្រស់ស្អាតជាងគាត់10 ដងទៅទៀតអានេះជាអ្វីដែលខ្ញុំមើលឃើញណាហើយទី2មនុស្សស្រីដែលមានលក្ខណៈចរិតកូនក្មេងប៉ុន្តែមិនគេហៅទុនជ្រាយរឹងមាំតែមិនទុនជ្រាយណាគឺចង់សំដៅថាមនុស្សស្រីនឹងពេលមើលទៅខាងក្រៅមើលទៅដូចត្រឹមត្រូវមានការអប់រំការងារហ្មត់ចត់ប៉ុន្តែនៅពេលដែលនៅក្បែរមនុស្សប្រុសនៅពេលដែលគាត់ចាប់អារម្មណ៍មនុស្សប្រុសម្នាក់ហ្នឹងណាគឺគាត់បង្ហាញពីភាពទន់ជ្រាយរបស់គាត់ឲ្យដៃគូម្ខាងទៀតដើម្បីបើកឱកាសព្រោះជាធម្មតាទោះបីជាពីជំនាន់បុរាណរហូតដល់បច្ចុប្បន្នរហូតដល់អនាគតខ្ញុំនៅតែជឿថាមនុស្សប្រុសនៅតែចង់បង្ហាញពីភាពខ្លាំងរបស់គាត់នៅចំពោះមនុស្សស្រីដែលគាត់ស្រឡាញ់ឬក៏ចំពោះមុខមនុស្សស្រីជាទូទៅគឺយើងអាចបោកឱកាសឲ្យគាត់បង្ហាញពីភាពរឹងមាំហើយយើងបង្ហាញពីភាពទន់ជ្រាយខ្ញុំនិយាយតែរឿងកប៉ិចកប៉ុកចុះឧទាហរណ៍បើកកំប៉ុងទឹកតាមពិតយើងបើកខ្លួនឯងបានយូរអាវ៉ាន់យើងក៏មិនធ្ងន់អីដែរត្រឹម10-20 គីឡូពេលខ្លះមនុស្សស្រីអាចធ្វើបានខ្លួនឯងមិនចាំបាច់ពឹងមនុស្សប្រុសក៏បានប៉ុន្តែបង្ហាញពីភាពទន់ជ្រាយពេលខ្លះយើងដេកម្នាក់ឯងក៏មិនបានទៅខ្លាចខ្មោចអីដែរប៉ុន្តែនៅពេលដែលមានវត្តមានពួកគេយើងមកបង្ហាញថាអូមានពួកគាត់គឺមានភាពកក់ក្ដៅបន្តិចខ្ញុំនៅនិយាយតែរឿងហ្នឹងនៅមានរឿងជាច្រើនទៀតសូម្បីតែប្រាក់ខែលុយរកបានក៏ដោយពេលខ្លះមនុស្សស្រីចំណាយលើអារឿងក្រៅឥតប្រយោជន៍ច្រើនណាប៉ុន្តែមនុស្សប្រុសនៅតែ happy ក្នុងការចំណាយឲ្យនៅពេលដែលយើងចេះអូសកាឡាយកពីគាត់ប៉ុន្តែមិនមែនគាត់អត់ដឹងទេណាខ្ញុំជឿថាមនុស្សប្រុសគឺគាត់ដឹងខ្លួនឯងច្បាស់ហើយថាមនុស្សស្រីហ្នឹងគាត់លួងលោមចង់បាននេះចង់បាននោះអីចឹងទៅប៉ុន្តែភាពទន់ជ្រាយហើយនឹងភាពកំ pl ែងផុសដោយកូនក្មេងផុសក្មេងម្ដោះមនុស្សស្រីទោះបីជាយើងជាមនុស្សស្រីដែលមានលុយមានសមត្ថភាពចំណេះដឹងប៉ុណ្ណាក៏ដោយនៅពេលដែលយើងចាប់ផ្ដើមមានភាពទន់ភ្លន់ណាហើយញាក់ញក់មួយគាត់ហើយធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់ដូចជាមនុស្សធំមើលថែកូនក្មេងណាអារឿងហ្នឹងមែនបើសិនជាយើងធ្វើបែបហ្នឹងណាមនុស្សប្រុសបែរជាមានអារម្មណ៍ថាគាត់នៅពិភពលោកក្មេងខ្ចីនៅពិភពលោក